ក្នុងកម្មវិធី Word នៅពេលដែលយើងដាក់ស៊ុំឬក៏គេហៅ border ហ្នឹងបាទពេលដែលយើងដាក់ស៊ុំទៅវាកំណត់ទៅគ្រប់ស្លឹកទាំងអស់បាទឧទាហរណ៍យើងមាន3ស្លឹកពេលកំណត់ស៊ុំទៅវាទៅទាំង3អញ្ចឹងដើម្បីដាក់ស៊ុំតែមួយស្លឹកហើយនៅស្លឹកដែលយើងចង់បានតែយើងត្រូវធ្វើរបៀបណាបាទដំបូងខ្ញុំឧទាហរណ៍ខ្ញុំមានកិច្ចការងារ3ស្លឹកបាទស្លឹកទី1ទី2ទី3ហើយខ្ញុំចង់ដាក់ស៊ុំនៅស្លឹកណាមួយឬក៏ស្លឹកទី2អញ្ចឹងទៅអញ្ចឹងដំបូងអ្នកទាំងគ្នាយកម៉ៅមកចុចនៅលើស្លឹកទី1ហើយចុច layout ហើយចុច next page បាទទៅពេលដល់ស្លឹកទី2ឈរលើស្លឹកទី2ហើយយើងចុច next page ទៀតបាទយើងធ្វើអញ្ចឹងដើម្បីផ្ដាច់វាដើម្បីបង្កើត section ណាបាទអញ្ចឹងវាមាន section 1 section 2 section 3 3ស្លឹកហ្នឹងយើងបង្កើតជា3 section 3ផ្នែកណាបាទហើយវា load មក4ស្លឹកអញ្ចឹងខ្ញុំលុបមួយស្លឹកចេញទៅទុកតែ3ស្លឹកទេដើម្បីធ្វើជាឧទាហរណ៍បាទអញ្ចឹងខ្ញុំបានបង្កើត section ហើយឯងបាទអញ្ចឹងអ្នកទាំងនេះ double click លើ header មកវាចេញ section ឲ្យយើងឃើញហើយបាទស្លឹកទី1ពាក្យថា section 1ស្លឹកទី2 section 2ស្លឹកទី3 section 3អញ្ចឹងអ្នកទាំងនេះអាចខ្វែងហើយយើងអាចទៅដាក់ស៊ុំនៅស្លឹកដែលយើងចង់បានចង់ឈរលើស្លឹកទីម៉ានបាទដាក់លើស្លឹកទី2អញ្ចឹងឈរលើស្លឹកទី2ហើយចុចពាក្យ design ចុចពាក្យ page border មកហើយអ្នកទាំងនេះអាចដាក់ស៊ុំបានហើយកន្លែងអាតនេះគឺជាបាទស៊ុំម៉ូតស៊ុំរូបផ្ការូបអីចឹងទៅកន្លែង width នេះគឺជាទំហំចង់ដាក់បាន30ចឹងទៅហើយដាក់ពណ៌អញ្ចឹងកន្លែង apply to ខ្ញុំយក desection មានន័យថាខ្ញុំ apply ទៅលើ section ម៉ៅដែលខ្ញុំឈរលើស្លឹកទី2អញ្ចឹងនៅពេលដែលខ្ញុំដាក់ border ទៅវាបានតែស្លឹកទី2នឹងទេបាទស្លឹកផ្សេងវាអត់ជាប់ទេ